បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយយប់នេះដែរគឺខ្ញុំមានរឿងថ្មីចង់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីស្ដាប់កម្សាន្តដែលរឿងនេះដែរគឺជារឿងទទួលបានពីបងប្រុសម្នាក់ដែលមានផ្ទះនៅជិតរង្វង់មូលចឹងណាបងប្អូនហើយរឿងនោះដែរគឺរឿងខ្មោចយាមចាំរង្វង់មូលហើយពុកម៉ែបងប្អូនយើងដឹងស្រាប់ហើយទីកន្លែងណាមួយដែលធ្លាប់មានបញ្ហាគឺតែងតែមានបញ្ហាជាបន្តបន្ទាប់ហើយរឿងនេះដែរបងប្រុសគាត់បានប្រាប់ថាកាលពីល្ងាចថ្ងៃមួយបងប្រុសគាត់បានធ្វើដំណើរមកពីដើរលេងកម្សាន្តនៅពេលល្ងាចជាមួយនឹងគ្រួសាររបស់គាត់ហើយពុកម៉ែបងប្អូននៅពេលដែលគាត់ជិះកាត់តាមរង្វង់មូលហ្នឹងគាត់ស្រាប់តែបានឃើញមនុស្សម្នាក់អង្គុយនៅចិត្តរង្វង់មូលនឹងឯងហើយគាត់ក៏បន្តដំណើរទៅទៀតដោយមិនចាប់អារម្មណ៍ហើយបើពុកម៉ែបងប្អូនយើងឃើញអញ្ចឹងពុកម៉ែបងប្អូនគិតយ៉ាងណាដែលមេឃពេលនោះគឺកំពុងតែរលឹមផងហើយបងប្រុសគាត់បានជិះចូលផ្ទះគាត់ទៅដោយមិនបានចាប់អារម្មណ៍នោះទេពុកម៉ែបងប្អូនស្រាប់តែបងប្រុសហ្នឹងគាត់បានជិះចូលដល់ផ្ទះរបស់គាត់ភ្លាមហើយគាត់ស្រាប់តែងាកមកឃើញមនុស្សទៅនៅកណ្ដាលថ្នល់ហើយស្រាប់តែឃើញម៉ូតូមួយគ្រឿងបានបើកមកក៏ដួលពីមុខនាងតែម្ដងមិនដឹងថាជារឿងអ្វីយ៉ាងណាបងប្អូនដោយសារតែបងប្រុសគាត់ឆ្ងល់គាត់ក៏បានចេញមកមើលនៅពេលដែលគាត់ចេញមកមើលគឺឃើញម៉ូតូនឹងដួលតែម្នាក់ឯងនោះទេដោយសារតែម៉ូតូនឹងបានឃើញមនុស្សឈរនៅកណ្ដាលថ្នល់ដូចគាត់ដែរដែលបងប្រុសក៏បានសួរអញ្ចឹងណាបងប្អូនហើយបន្តមកទៀតម៉ូតូហ្នឹងក៏មិនមានគ្រោះថ្នាក់អ្វីធំដុំដែរគេក៏អាចជិះម៉ូតូទៅបានគ្រាន់តែលបកដៃលបកជើងតិចតួចប៉ុណ្្នឹងឯងបងប្រុសក៏បានបន្តដំណើរចូលទៅក្នុងផ្ទះគាត់វិញស្រាប់តែពេលនោះបងប្អូនក៏ឃើញមានមនុស្សម្នាក់នឹងឈរនៅពីក្រៅលបងផ្ទះរបស់គាត់បងប្រុសក៏ឆ្ងល់បងប្រុសក៏បានបើកភ្លើងមុខមើលស្រាប់តែបងប្រុសបើកភ្លើងក៏បានបាត់មនុស្សនោះទៅបងប្អូនពេលនោះដែរបងប្រុសគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចថាអ្វីគេនោះមិនមកឈោស្ទងមកផ្លេតបាត់ចឹងហើយបងប្រុសក៏បានបន្តសម្រាកទៅស្រាប់តែបងប្រុសសម្រាកបានបន្តិចស្រាប់តែឮសំឡេងគោះទ្វារឃ្លុកបងប្រុសក៏បានភ្ញាក់មកវិញហើយបើកទ្វារមើលទាំងមមីមើលនៅពេលដែលបងប្រុសមើលសម្លឹងមកក្រៅហ្នឹងគឺគ្មានអីទៀតដែលមេឃកំពុងតែរលឹមផងនោះហើយបងប្រុសក៏អត់គិតច្រើនដែរដោយសារតែផ្ទះគាត់នៅជិតនឹងហើយគាត់ក៏ជាមនុស្សម្នាក់ដែលមិនសូវខ្លាចចឹងណាបងប្អូនហើយបងប្រុសក៏ចូលសម្រាកទៅលុះដល់ម៉ោង 12បងប្អូននឹងយ៉ាងម៉េចទេគឺមានមនុស្សឈរនៅចុងជើងគាត់តែម្ដងបងប្រុសក៏ហាក់ជាមានអារម្មណ៍ដូចថាមានអ្នកឈរនៅជើងគាត់ចឹងនៅពេលនោះបងប្រុសក៏បានងើបមកមើលមុនដំបូងគាត់មើលទៅក៏ឃើញមានមនុស្សម្នាក់មុខអាក្រក់មែនទែនឈរនៅពីមុខគាត់ស្រាប់តែគាត់បើកភ្នែកមើលឲ្យច្បាស់ក៏បានបាត់ទៅគាត់ថាប្រហែលជាគាត់ដេកយល់សប្តិហើយមិនដឹងបងប្រុសនៅតែបន្តមិនខ្លាចហើយបងប្រុសក៏បានសម្រាករហូតដល់ភ្លឺទៅលុះស្អែកឡើងបងប្រុសក៏បានចេញដំណើរទៅធ្វើការធម្មតាហើយបងប្រុសក៏បានទៅដល់កន្លែងធ្វើការនៅពេលនោះពូសន្តិសុខក៏បានសួរគាត់ថាថ្ងៃនេះមកពីអ្នកមែនបងប្រុសក៏បានប្រាប់ថាខ្ញុំមានមកពីអ្នកណាបងខ្ញុំមកធ្វើការជិះតែឯងណាប៉ុន្តែពូសន្តិសុខនោះបាននិយាយថាចុះនោះអ្នកណាគេអង្គុយនៅពីក្រោយឃើញឌុបមកមិញពេលពូសន្តិសុខងាកមើលក៏បានបាត់ទៅពូសន្តិសុខក៏គិតថាប្រហែលជានាងអៀននាងចុះទៅបាត់ហើយមើលទៅពូសន្តិសុខក៏ធ្វើធម្មតាមើលឡានឲ្យបងប្រុសផងហើយពេលនោះដែរ
បងប្រុសក៏បានធ្វើការមួយថ្ងៃវិញហើយលុះដល់ល្ងាចបងប្រុសក៏ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញពួកឯងបងប្អូននឹងយ៉ាងម៉េចទេគឺគាត់បានធ្វើមកដល់ដំណើរមកដល់រង្វង់មូលជិតដល់ផ្ទះគាត់ហើយអញ្ចឹងណាពុកម៉ែបងប្អូនអើយស្រាប់តែបុកអ្វីមួយយ៉ាងមិនដឹងសោះលឺសូរទៅទាំងនៅពេលនោះក៏ឡានក៏បានបែកកង់មួយចំហៀងហើយក៏អត់ឃើញមានសមោលអ្នកណាត្រូវអីទេហើយបងប្រុសក៏គិតថាប្រហែលជាខ្មោចលងហើយមើលទៅបងប្រុសក៏បន្តដំណើរចូលទៅក្នុងផ្ទះទុកឡានដើម្បីឡើងទៅសម្រាកស្រាប់តែពេលនោះបងប្រុសក៏បានមុជទឹកហើយមានគេអ្នកលួចមើលគាត់បងប្រុសក៏បន្តមុជទឹកយ៉ាងត្រជាក់ស្រួលខ្លួនអញ្ចឹងណាបងប្អូនពុកម៉ែបងប្អូនស្រាប់តែថ្ងៃមួយហ្នឹងក៏មានម៉ូតូហើយនឹងឡានបានបុកគ្នាមួយប្រាវនៅរង្វង់មូលហ្នឹងបងប្រុសក៏បានចេញមកមើលស្រាប់តែឃើញខាងម៉ូតូហ្នឹងគឺគាត់បានស្លាប់បាត់ទៅហើយពុកម៉ែបងប្អូននៅពេលនោះដែរបងប្រុសក៏ងាកក្រឡេកភ្នែកមើលទៅខាងផ្លូវនៃរង្វង់មូលក៏ឃើញមនុស្សស្រីម្នាក់អង្គុយមើលបុរសដែលស្លាប់អញ្ចឹងណាបងប្អូនពេលនោះដែរបងប្រុសក៏គិតថាអូមិនស្រួលទេទីនេះប្រហែលជាមានជើងកបហើយពេលនោះដែរបងប្រុសក៏មិនបានគិតច្រើនទេបងប្រុសក៏បានរត់ចូលទៅក្នុងផ្ទះវិញយ៉ាងរហ័សដោយសារតែមើលទៅដូចជាមិនស្រួលទេពេលនោះដែរឡានពេទ្យក៏បានមកដល់ហើយក៏បានដឹកសពដើម្បីយកទៅផ្ទះរបស់សពដើម្បីធ្វើបុណ្យតាមប្រពៃណីពុកម៉ែបងប្អូនលុះដល់ពេលដែលធ្វើបុណ្យចប់សពគ្រប់ហើយម្ដាយក៏បានយល់សពឃើញថាកូនមិនបានទៅចាប់ជាតិនោះទេហើយក៏មិនបានទៅផ្ទះនោះដែរគឺសពរបស់កូនគាត់នឹងគឺនៅរង្វង់មូលនឹងឯងពុកម៉ែបងប្អូនគឺនៅពីអ្នកស្ត្រីដែលអង្គុយមើលគាត់ពីមុននឹងហើយឪពុកម្ដាយនឹងក៏បានស្វែងរកគ្រូដើម្បីហៅប្រលឹងមកវិញអញ្ចឹងបងប្អូនយើងនឹងស្រាប់ហើយតើបុកនៅតាណាគឺអាចប្រលឹងនៅតែតោនៅទីនោះឯងក៏មិនអាចទៅបានដែរពេលនោះក្រុមគ្រួសារហ្នឹងក៏បានយកនិមន្តលោកហើយនឹងអាចារ្យដើម្បីហៅប្រលឹងហើយដើម្បីប្រោះព្រំនៅទីនោះដើម្បីកុំឲ្យមានបន្តទៀតពុកម៉ែបងប្អូននឹងយ៉ាងម៉េចទេគឺមិនអាចទៅបាននោះទេព្រោះដោយសារតែបងប្រុសហ្នឹងដែលជិះម៉ូតូហ្នឹងគាត់ស្រវឹងខ្លាំងផងហើយគាត់ធ្លាប់ធ្វើបាបសត្វជាច្រើនផងដែរនឹងគឺជាទនកម្មរបស់គាត់ផងដែរក៏ប៉ុន្តែលោកហើយនឹងអាចារ្យក៏បានស្នើសុំទៅដល់ពួកប្រពងខ្មោចព្រាយដែលនៅចាំរង្វង់មូលនឹងដើម្បីយកប្រលឹងគេឲ្យបានទៅចាប់ជាតិសាជាថ្មីផងស្រាប់តែពេលនោះបងប្អូនគឺមិនអាចយកទៅបាននោះទេហើយក៏មានឡានមកពីមុខបើកយ៉ាងលឿនចាប់ប្រាំងក៏មិនទាន់ក៏បន្តតាឲ្យបុកលោកតាអាចារ្យស្លាប់ភ្លាមនៅនឹងកន្លែងផងដែរពេលនោះហើយបងប្អូនបានពិតជាកាន់តែសាហាវទៅថ្ងៃមួយហ្នឹងគឺបងប្រុសនៃផ្ទះថានៅចិត្តរង្វង់មូលហ្នឹងគាត់បានមកធ្វើការស្រាប់តែពេលនោះបងប្អូនគឺឃើញមនុស្សឈរនៅកណ្ដាលថ្នល់តែម្ដងហើយបងប្រុសក៏បានស៊ីផ្លេបងប្រុសក៏មិនបានបន្តដាក់កុងទ័រខ្លាំងឯដែរដោយសារតែគាត់ធ្វើអារម្មណ៍បានគឺគាត់បើករ៉ែដើម្បីកាច់ចូលផ្ទះរបស់គាត់ស្រាប់តែគាត់ចូលទៅដល់ក្នុងផ្ទះក៏មានខ្មោចនឹងក៏បានទៅដើរតាមគាត់កំពុងឆ្ងល់គាត់ចាក់សោហើយហេតុអ្វីក៏សោនៅតែបើកទៀតចឹងណាបងប្អូនហើយស្រាប់តែថ្ងៃមួយបងប្រុសក៏បានជួបហេតុការណ៍ដល់ខ្លួនឯងគឺបើករអិលដួលនឹងកណ្ដាលផ្លូវឯនោះហើយបងប្រុសក៏គិតថាចំរាល់ដងអញតែជីដួលទៅមួយនេះមកដួលណានោះហើយកាន់តែសាហាវទៀតនោះបងប្អូនគឺមានឡានក្រុងនឹងបុកគ្នាតបន្ទួយគ្នាតែម្ដងរឿងហេតុការណ៍នោះពិតជាសាហាវមែនទែនហើយចាប់ពីពេលនោះមក
ដល់កន្លែងរង្វង់មូលនោះគឺម្នាក់ៗមិនហ៊ានបើកលឿនទីនោះទេដោយសារតែមានបញ្ហាច្រើនពេករង្វង់មូលនឹងក៏ខាងគេកំពុងតែរៀបចំឈូសឆាយនិងឈប់ដាក់ជារង្វង់មូលដើម្បីធ្វើរង្វង់មូលថ្មីនៅផ្លូវខាងមុខទៀតចឹងណាបងប្អូនព្រោះថាហេតុការណ៍នេះគឺពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗដែលបើកបរនៅលើដងផ្លូវនាពេលយប់ចឹងណាបងប្អូន បើសិនជាយើងបើកបរនាពេលយប់យើងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនចាប់តាំងពីដែលរើរង្វង់មូលនោះក៏លែងមានបញ្ហាអ្វីកើតឡើងទីនោះដែរដោយសារតែអមនុស្សនៅទីនោះប្រហែលជាពួកគេបានចាក់ចេញអស់ទៅហើយមកទៅហើយបន្តទៅទៀតនោះបងប្រុសក៏បានជួបនៅអមនុស្សម្នាក់ទៀតដែលបានឈរពីក្រោយគាត់ស្រាប់តែមានការភ្ញាក់ផ្អើលមែនទែនដោយសារតែរាប់ឆ្នាំមកហើយវាបានបាត់ទៅហើយប៉ុន្តែពេលនេះហេតុអ្វីក៏នៅតែមានមកទៀតចឹងណាបងប្អូនបងប្រុសក៏មិនសូវបានចាប់អារម្មណ៍ប្រមាណដែរបងប្រុសក៏បានដើរចូលទៅសម្រាកធម្មតាទៅ